ទូនាទីធំកប់ក្តោងតែមហាសេដ្ឋី4រូបនេះស៊ីប្រាក់ខែតែ$1ក្នុងមួយខែប៉ុណ្ណោះពីក្រុមហ៊ុនជាទូទៅបើសិនជាអ្នកមានមុខតំណែងធំនោះប្រាក់ខែរបស់អ្នកនឹងមានច្រើនដូចគ្នាតែក្នុងនោះទំនួលខុសត្រូវក៏កើនឡើងផងដែរយ៉ាងណាបើតាមការចុះផ្សាយពី Calcine Media បានបង្ហើបឲ្យដឹងថាមានមហាសេដ្ឋីអាមេរិកចំនួន4នាក់ដែលសុទ្ធសឹងតែមានមុខតំណែងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុនរៀងៗខ្លួនហើយធ្វើការស៊ីប្រាក់ខែតែ$1ប៉ុណ្ណោះក្នុងមួយខែបុគ្គល4រូបដែលសារព័ត៌មានខាងលើបានចុះផ្សាយគឺលោក Mark Zuckerberg, Michael Bloomberg, Larry Page and Sergey Brin ជាបន្តសូមបងប្អូនទាំងអស់គ្នាទស្សនាលម្អិតដូចតទៅ1លោក Mark Zuckerberg ស្ថាបនិក Facebook ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរមុខមាត់ថ្មីក្រោមស្លាកយីហោ Meta Platforms គឺទទួលបានប្រាក់ខែគោល$1ក្នុងមួយខែចាប់តាំងពីឆ្នាំ2013មកទល់បច្ចុប្បន្ន2លោក Michael Bloomberg ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bloomberg LP សប្តាហ៍ថ្ងៃគឺកំពុងឈរនៅលេខរៀងទី13ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកជាមួយទំហំទ្រព្យសម្បត្តិប្រមាណ$82,000 លានប្រាក់ខែគោលបុរសម្នាក់នេះទទួលបានពីក្រុមហ៊ុនគឺ$1ក្នុងមួយខែទី3និងទី4គឺលោក Harry Page និង Sergey Brin សហស្ថាបនិកនៃក្រុមហ៊ុនខ្នាតយក្សអាមេរិក Google ទាំងពីររូបនេះក៏កំពុងទទួលបានប្រាក់ខែគោលពីក្រុមហ៊ុន$1ក្នុងមួយខែផងដែរខណៈពួកគេទើបនឹងធ្វើរឿងនេះបានប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះខុសប្លែកពីបុគ្គលពីររូបដែលបានរៀបរាប់ពីខាងដើមបញ្ជាក់ផងដែរថាទោះបីជាបុគ្គលទាំង4រូបខាងលើដែលទទួលបានប្រាក់ខែគោល$1ក្នុងមួយខែក៏ពិតមែនប៉ុន្តែក្រុមហ៊ុននៅតែត្រូវចំណាយច្រើនគួរសមទៅលើពួកគេដែរដោយគិតគូរពីលើសុខភាពការងារប្រាក់លើកទឹកចិត្តនិងប្រាក់ឧបត្ថម្ភផ្សេងៗទៀត